Chẳng bọn bọn là khné dương to là bà sầm núi được muốn như riêng là bà srop nó bà decide chẳng được cô là sẵn muốn như là bà sầm núi chẳng dương proud verb to be nè nên bị proud verb to be ca biểu srop chẳng ái proud cho môi nâng em you we they proud cho môi nâng á he she it dương proud cho môi nâng is nè chẳng ưu tiên hỏi tha dương trong lực chia sầm núi ta dương tra lực từ một là lực hồ mi là bà srop lại ní môi nè bà srop môi I am a student ណាខ្ញុំជាសិស្សម្នាក់ណាអញ្ចឹងអានេះលើកជាសំណួរយើងសួរថាតើខ្ញុំជាសិស្សមែនដែរឬទេដូច្នេះយើងត្រូវលើក verb to be នេះទៅខាងមុខអីគេបងអូនល្បះវិញណាអញ្ចឹងកាលណាយើងលើកទៅអក្សរ A នេះវានឹងក្លាយជាអក្សរធំដោយសារវានៅដើមល្បះអញ្ចឹងវាបានទៅជា am I a student តើខ្ញុំជាសិស្សម្នាក់មែនដែរឬទេកាលណាយើងឆ្លើយវាមាន2មាន yes ឬក៏ no កាលណាយើងឆ្លើយ yes កាលណាយើងសួរ I ចម្លើយរបស់វាចេញ you yes you are ណាបាទខ្ញុំជាសិស្សមែនតែបើបដិសេធវិញ no you are យើងថែម not អញ្ចឹងណា no you are not ហើយ are not យើងមករួមទៅជា aren't យើងអានថា no you aren't ក៏បានដែរណាឥឡូវយើងបកមកមួយទៀតលោកគ្រូនិយាយអំពី are ម្ដងណាអញ្ចឹងលោកគ្រូមានល្បះមួយ you are a teacher អ្នកជាគ្រូបង្រៀនម្នាក់អញ្ចឹងលោកគ្រូចង់លើកជាសំណួរដើម្បីសួរជាសំណួរថាតើអ្នកជាគ្រូបង្រៀនម្នាក់មែនដែរឬទេអញ្ចឹងយើងត្រូវលើកអីគេ verb to be are នេះទៅខាងមុខកាលណាទៅខាងមុខអក្សរ A នឹងត្រូវជាដូរទៅជាអក្សរធំទៅជា A អញ្ចឹងអក្សរ Y នេះវាទៅជាអក្សរ U អក្សរតូចវិញភាសាវានៅខាងក្រោយគេហើយវាឡើងជាពាក្យដែលនៅដើមរបស់ធំទៀតហើយណាឃើញខុសគ្នាណាអញ្ចឹង Y នេះយើងត្រូវសេអក្សរតូចវិញអញ្ចឹង are you a teacher តើអ្នកជាគ្រូបង្រៀនអ្នកមែនដែរឬទេខណៈចម្លើយរបស់វាខណៈចេញ yes គឺហៅគេបងអូន yes I am ដោយសារយើងសួរអីគេយើងសួរ you ណាយើងសួរ you អញ្ចឹងចម្លើយវាចេញ I អញ្ចឹង yes I am បើបដិសេធវិញ no I am not ឬក៏យើងមករួមថា no I'm not ហើយលោកគ្រូចូល verb to be វិញលោកគ្រូយកឧទាហរណ៍តែមួយទៅដែរលោកគ្រូយកក្រោមចុះដើម្បីយកក្រោមចុះណាលោកគ្រូយកក្រោមអញ្ចឹងយើងដាក់ it អញ្ចឹង it យើងប្រើជាមួយនឹង it បាទស្របទៅណា it a tree ជាដើមឈើមួយអញ្ចឹងបងប្អូនលោកគ្រូចង់លើកជាសំណួរអញ្ចឹងកាលណាលើកជាសំណួរគឺយើងយក verb to be ទាំងអស់យកទៅដាក់ខាងមុខកាលណាខាងមុខអញ្ចឹងយើងបានតែគេអក្សរធំណាអញ្ចឹង is កន្លែងនេះយើងសេអក្សរ I អូខេ is អញ្ចឹងអក្សរ I កន្លែងនេះវាខ្លាចជាអក្សរតូចវិញមិនអញ្ចឹងអូខេ it is a tree ហើយកុំភ្លេចសញ្ញាសួរជារបស់សមចំនួនអញ្ចឹងឆ្លើយមាន2ទៅដែរណាអូខេមាន2ទៅដែរគឺឆ្លើយ yes it អីគេបងសួរ it ចេញ it ណា yes it is ពេលយើងឆ្លើយ no វិញ no is not តែយើងពិបាកអានយើងអាន short form វាមក isn't ណា isn't ណា isn't អូខេអញ្ចឹងយើងលើកជាសំណួរតែជា it is a tree yeah it is បើ side no it is it's not ឬក៏ it isn't អូខេអញ្ចឹងយើងមកសិក្សាអំពី form របស់សំណួរម្ដងអញ្ចឹង form របស់ទម្រង់អីគេ question សំណួរមិញហ្នឹងរបស់សំណួរតើយើងយកអីបូកអីណាចឹងដូចលោកគ្រូនិយាយមកអញ្ចឹងគឺយើងយកអីគេបងយក verb to be ទាំងអស់ទៅមកអញ្ចឹងឧទាហរណ៍បើលោកគ្រូសួរថាសំណួរ am គឺវាចេញអីគេបងចេញ I ហើយខាងក្រោយយើងដាក់ចុចមកហើយកំភ្លេចសញ្ញាអីគេបងសញ្ញាសួរហ្នឹងហើយហើយយើងមានអីទៀតបងយើងមាន a កាលណាយើងសួរ a របស់វាទៅខាងមុខហើយនៅខាងក្រោយវាមានអីខ្លះបងមាន you អូខេសេសតូចណាមាន they
ហើយយើងចុចមកខាងក្រោយយើងដាក់ពាក្យទៀតអូខេហើយក្នុងនេះលោកគ្រូចែកជា2សិនណាហ្នឹងហើយបន្ទាប់មកយើងសួរ A ប្រើជាមួយនឹង A មួយទៀតបងប្រើជាមួយ V មួយទៀតណាអក្សរ V W គឺអក្សរតូចយើងត្រូវសេស្មើនឹងនេះណាចុចសញ្ញាសួរចាំពេលចម្លើយយើងមកបញ្យល់អត់ណាបន្ទាប់មកយើងមានអីគេទៀតទី3ណានេះយើងដាក់ទី1ទៅអានេះក្រុមទី2អានេះក្រុមទី3ណាអញ្ចឹងក្រុមទី3គឺក្រុមអីគេ X អញ្ចឹង X មានអីគេបងអូនកន្លែងនេះមាន he សេអក្សរតូចណា she អក្សរតូចដែរហើយនឹង it ក៏អក្សរតូចដែរហើយយើងចុចមកអូខេឥឡូវគ្រូចង់បញ្ជាក់កន្លែងចម្លើយវាណាចម្លើយវាមាន2ដូចមុនទៅដែរអញ្ចឹងបងប្អូនមើលចម្លើយអញ្ចឹងកន្លែងនេះលោកគ្រូចម្លើយយើងឧទាហរណ៍ថាកាលណាយើងសួរ am I អញ្ចឹងចម្លើយរបស់វាចេះហើយចម្លើយវាកាលណាសួរ I ហ្នឹងគឺវាត្រូវចេញ you អញ្ចឹង you are ណាមួយតែបើយើងឆ្លើយ no វិញយើងឆ្លើយ no yes you are បើយើងឆ្លើយ no ទៅជាអីគេបងអូនបើយើងឆ្លើយ no you are ហើយយើងថែមឲ្យវាមួយទៀតគឺ not តែបងប្អូនមិនចង់ថែមយើងដាក់អីគេបងអូន and អូខេចឹងយើងបកមកខាងនេះវិញបើយើងសួរ are you នេះយើងសួរ are you នេះចម្លើយចេញអីណាចម្លើយរបស់វាចេញអីចម្លើយរបស់វាគឺចេញ yes កាលណាសួរ you ចេញ I ណាសួរ you ចេញ I កាលណាសួរ you ចេញ I ចឹង I am តែបើយើងឆ្លើយណាយើងឆ្លើយ no វិញ I am យើងថែមអីគេបងអូនថែម not បើយើងអត់ចង់អានអញ្ចឹងយើងពិបាកអានពេលយើងដាក់អីគេវិញបង I'm not អញ្ចឹងបើយើងសួរ you ចុះបើយើងសួរ they ចម្លើយរបស់វាគឺយើងត្រូវចេញ they ដែរ yes ហើយយើងសរសេរគេបង they are ហើយ no អីគេបង no they are not no they are not ចឹងកន្លែង are not នេះយើងអាចដាក់អីគេបងដាក់ and អូខេហើយនេះ complete full stop ណាអូខេអញ្ចឹងកន្លែងដែលលោកគ្រូសួរកន្លែងដែលសំខាន់កន្លែងនេះយើងសួរ RV នេះណាយើងសួរ RV កន្លែងនេះណាយើងសួរ RV កន្លែងហ្នឹងអញ្ចឹងលោកគ្រូបញ្យល់ខាងក្រោមបន្តិចឧទាហរណ៍មួយដើម្បីឲ្យបងប្អូនយល់ព្រោះកន្លែងនេះយើងស្មុគស្មាញបន្តិច RV student ហើយសញ្ញាសួរណាចឹងកន្លែងនេះមានចម្លើយ2មិនបង RV បើសិនជាប្អូនទាំងអស់គ្នាហ្នឹងអានេះបកខ្មែរថាតើពួកយើងណាសួរពួកយើងមានន័យប្អូនសួរតើពួកយើងជាសិស្សមែនដែរឬទេណាឬទេហើយយើងដាក់សញ្ញាសួរណាចុះបងអូនសួរកាលណាបងអូនសួរមកការលោកគ្រូឆ្លើយមិនណាលោកគ្រូឆ្លើយមិនអញ្ចឹងលោកគ្រូឆ្លើយទៅបងអូនវិញអញ្ចឹងលោកគ្រូឆ្លើយថា yes លោកគ្រូត្រូវឆ្លើយថា you ពីព្រោះ you កន្លែងនេះលែងបកថាអ្នកហើយណា you កន្លែងនេះលែងបកថាអ្នកហើយបកថាពួកអ្នកវិញណាព្រោះបងអូនទាំងអស់គ្នាសួរមកកាន់លោកគ្រូមិនអញ្ចឹងបងអូនសួរថាតើពួកយើងជាសិស្សដែរឬទេអញ្ចឹងលោកគ្រូឆ្លើយបាទពួកអ្នកទាំងអស់គ្នាជាសិស្សអញ្ចឹង yes you are ឃើញទេណាកន្លែងនេះច្បាស់បន្តិចឲ្យយើងដាក់ខានហើយបើយើងឆ្លើយ no you aren't ណាលោកគ្រូកាត់យកម្ដង no you aren't អូខេ no you aren't ចឹងចម្លើយមួយទៀតចាញ់អីគេចម្លើយមួយទៀត are we students
បើសិនជាប្អូនក្នុងចំណោមប្អូននឹងសួរគ្នាបងឯងមានន័យថាឧទាហរណ៍គ្នាបងឯង10នាក់ហើយបងឯងអត់បានសួរទៅកាន់អ្នកទី2ទេដូចជាលោកគ្រូទេសួរគ្នាឯងសួរគ្នាថាតើពួកយើងជាសិស្សមែនដែរឬទេអញ្ចឹងចម្លើយរបស់វាទៅជាចេញអីវិញបង Yes we are ណា Yes we are កន្លែងហ្នឹងសួរក្នុងក្រុមខ្លួនឯងឆ្លើយខ្លួនឯងបាទពួកយើងមិនបងសួរក្នុងក្រុមបងថាចេះតើពួកយើងជាសិស្សមែនដែរឬទេបាទពួកយើងជាសិស្សណាមានន័យថាបងសួរក្នុងក្រុមបង10នាក់ហ្នឹងអត់សួរមកកាន់លោកគ្រូទេណាហើយច្បាស់ចម្លើយកន្លែងហ្នឹងអញ្ចឹងចម្លើយខាងមួយទៀតគឺ no we aren't no we aren't អូខេអញ្ចឹងលោកគ្រូមានប៉ុណ្ណឹងបងអាចសារដើមឡើងវិញណាអញ្ចឹងលោកគ្រូរំលឹកកាលណាយើងសួរ am I ចម្លើយរបស់វាគឺចេញ yes you are ឬក៏ no you are not ឬក៏ you aren't តែបើបងសួរថា are you ឬក៏ are they សួរ you ចេញ you សួរ you ចេញ I ណាអញ្ចឹងវាចេញ yes I am no I am not ឬក៏ I'm not តែបើបងសួរ they are they អញ្ចឹងចម្លើយរបស់វាចេញ yes they are no they are not ឬក៏ no they aren't ប៉ុន្តែអាចចម្លើយមួយទៀតបើយើងសួរ we យើងសួរ we ណាយើងសួរ we មានពីរអត្ថន័យបើបងអូនសួរមកកាន់លោកគ្រូអញ្ចឹងកន្លែងនេះវាមានពីរចម្លើយare we បកថាពួកយើងតែបើបងអូនសួរបងអូនឧទាហរណ៍បងអូនមានចំនួន10នាក់ហើយបងអូនសួរមកកាន់លោកគ្រូដែលជាក្រុមទី2អញ្ចឹងចម្លើយរបស់វាចាញ់ផ្សេង are we a students តើពួកយើងជាសិស្សមែនដែរឬទេអញ្ចឹងលោកគ្រូឆ្លើយបាទអ្នកទាំងអស់គ្នាជាសិស្សឃើញទេលោកគ្រូអ្នកឆ្លើយឬក៏យើងឆ្លើយបកស្រាយ no you aren't ណាអូខេប៉ុន្តែបើសិនជាសំណួរដដែលហ្នឹងបងឯងសួរ10នាក់ក្នុងចំណោមអ្នក10នាក់ទាំងអស់ហ្នឹងសួរតែគ្នាយើងអត់សួរទៅកាន់ក្រុមទី2ទេ are we students តើពួកយើងជាសិស្សមែនដែរទេដូច្នេះក្នុងចំណោមប្អូនជាអ្នកឆ្លើយណាក្នុងចំណោមប្អូនអ្នកឆ្លើយមានម្នាក់ឬពីរនាក់អ្នកឆ្លើយវាឆ្លើយថា yes we are បាទពួកយើងទាំងអស់គ្នាសិតតែជាសិស្សឬក៏ no we aren't ទេពួកយើងមិនមែនជាសិស្សទេអូខេអញ្ចឹងយើងបកមកចុងក្រោយអំពី verb to be យើងមាន is ណា is she he it ចាច់ហើយពេលយើងឆ្លើយចម្លើយមាន2ដែរអានេះស្រួលឆ្លើយទេបើសួរ she គឺចាញ់ she សួរ he ចាញ់ he សួរ it ចាញ់ it ណាយល់ទេបងឡើយហ្នឹងអូខេអញ្ចឹងវាអាចយើងចម្លើយរបស់យើងត្រូវចាញ់ yes ណាបើបងអូនសួរអានេះ she អានេះត្រូវចាញ់អីគេបងអូន she បើបងអូនសួរ he វាចាញ់ he ណាអូខេនឹង slash មានតែឬក៏យើងចាញ់ it ណាសួរ is she ចម្លើយរបស់វា yes she is សួរ is he ចម្លើយរបស់វាចាញ់ yes he សួរ is it ចម្លើយរបស់វាចាញ់អីគេបងអូនចាញ់ it ហើយយើងបូកជាមួយនឹងអីបូកជាមួយនឹង is ហើយ no អូខេ no យើងគ្រាន់តែដាក់អីគេបងអូន no បើដូចលោកគ្រូនិយាយខាងលើមិញហ្នឹងយើងចាញ់អីគេបងអូន is not full stop ឬក៏យើងពិបាកអានវិញយើងអាន isn't អូខេតែប៉ុណ្្នឹងឯងណាហ្នឹងមេរៀននេះតែប៉ុណ្្នឹងដែរសិនជាបងអូនអត់យល់ត្រង់ចំណុចណាបងអូនអាចនេះបងអាចមើលត្រឡប់ដើមវិញចឹងទៅណាហ្នឹងហើយអូខេចឹងយើងជួបគ្នាមេរៀនក្រោយទៀត